ខុនថៃនិងលោកជំទាវប្រកាសឧបត្ថម្ភ 2 លានរៀលដល់មូលនិធិ CTN ទ្រទ្រង់កងទ័ពការពារជាតិនៃក្រុមហ៊ុន CBS តបតាមការអំពាវនាវរបស់សម្ដេចតេជោហ៊ុនសែនអ្នកអង្គការលីខុនថៃអនុប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមហ៊ុន Alpha Group និងលោកជំទាវខាលេងប្រកាសឧបត្ថម្ភ 2 លានរៀលដល់មូលនិធិ CTN ទ្រទ្រង់កងទ័ពការពារជាតិនៃក្រុមហ៊ុន CBS របស់អ្នកអង្គការគិតមេងតបតាមការអំពាវនាវពីសំណាក់សម្ដេចតេជោហ៊ុនសែនការប្រកាសនេះធ្វើឡើងនៅថ្ងៃទី 27 ខែមិថុនានេះអំឡុងពេលនៃការផ្សាយផ្ទាល់ពិសេសមូលនិធិ CTN ដើម្បីទ្រទ្រង់កងទ័ពការពារព្រំដែនជាតិលើកញ្ចក់ទូរទស្សន៍ CTN MyTV និង CBS Digital គួររំលឹកថាតបតាមការអំពាវនាវពីសំណាក់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាមូលនិធិ CTN ទ្រទ្រង់កងទ័ពការពារជាតិនៃក្រុមហ៊ុន CBS របស់អ្នកអង្គការគិតមេងសហការជាមួយសមាគមសិល្បករខ្មែរក្រុមហ៊ុន Cellcard និងធនាគារ Wing បានប្រកាសចាប់ផ្ដើមគីកូថវិកាជួយដល់កងទ័ពដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃការបង្កើតមូលនិធិទ្រទ្រង់កងទ័ពការពារជាតិនេះគឺដើម្បីសម្រួលដល់ប្រជាពលរដ្ឋនិងសប្បុរសជនគ្រប់មជ្ឈដ្ឋានអាចចូលរួមបរិច្ចាគថវិកាតាមលទ្ធភាពតាមរយៈប្រព័ន្ធធនាគារ Wing ហើយថវិកាដែលប្រមូលបាននឹងយកទៅជួយទ្រទ្រង់ដល់កងទ័ពកម្ពុជាដែលកំពុងឈរជើងការពារព្រំដែនសម្ដេចតេជោហ៊ុនសែនតាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភានៅថ្ងៃទី 29 ខែឧសភាឆ្នាំ 2025 បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ពដើម្បីបង្ហាញពីភាពរួបរวมគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជាជាងនេះទៅទៀតនៅអំឡុងពេលនៃការធ្វើសមាជរដ្ឋសភានិងព្រឹទ្ធសភានៅថ្ងៃទី 2 ខែមិថុនាសម្ដេចតេជោហ៊ុនសែននៅក្នុងនាមជាប្រធានសមាជក៏បានអំពាវនាវដល់ស្ថានីយ៍ទូរទស្សន៍និងវិទ្យុបង្កើតជាមូលនិធិទ្រទ្រង់កងទ័ពការពារជាតិដោយកាលឆ្នាំ 2008, 2009, 2010 និង 2011 គួររំលឹកផងដែរថាកាលពីឆ្នាំ 2008 ក្រុមហ៊ុន CBS របស់អ្នកអង្គការគិតមេងបានបង្កើតមូលនិធិ CTN ដើម្បីប្រមូលថវិកាជួយដល់កងទ័ពដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃជាពិសេសគឺជួយទ្រទ្រង់ទៅដល់តំបន់ប្រាសាទព្រះវិហារប្រាសាទតាមាន់និងប្រាសាទតាក្របី